នេះជាព្រះវិហារសាសនាគ្រឹះមួយកន្លែងទៀតដែលស្ថិតនៅជិតផ្សារឈូវ៉ាមួយក្បែរអង្គតែនស៊ីថែលអគារនេះជាព្រះវិហារផងនិងជាការិយាល័យផងសង់ឡើងពីបេតុងចាប់ពីជាន់ផ្ទាល់ដីមកដល់ជាន់ទី3រួចប្រក់ដំបូលដោយសង្កសីគៀបស្នោកូរ៉េ SY2 ខាងលើពណ៌មង្គតគ្រើមកម្រាស់7ហ៊ុនកន្លះម៉ូតពីភ្លីធំដើម្បីការពារសម្លេងនៃទឹកភ្លៀងផងនិងការពារពីកម្ដៅព្រះអាទិត្យផងបច្ចុប្បន្ននេះការសាងសង់អគារដែលតម្រូវមិនឲ្យប្រើទម្ងន់ធ្ងន់ដែលជាបន្ទុកដល់គ្រឹះអគារគឺគេពេញនិយមប្រើប្រាស់សង្កសីគៀបស្នោកូរ៉េ SY ដែលជាបុត្រសម្ព័ន្ធពីក្រុមហ៊ុន SY ផ្ទាល់នៅប្រទេសកូរ៉េមានអាយុកាលជាង40ឆ្នាំមកហើយឥឡូវមានវត្តមាននៅបណ្ដា5ប្រទេសដូចជាប្រទេសកូរ៉េកម្ពុជាវៀតណាមឥណ្ឌូនេស៊ីនិងប្រទេសនេប៉ាល់គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SY មាននាំចូលនិងផលិតផ្ទាល់នៅក្នុងប្រទេសនៅគ្រឿងសំណង់ដូចជាសង្កសីគៀបស្នោកូរ៉េ SY ទ្វារសុវត្ថិភាពបង្អួចជ័រ PVC ដុំស្នោនិងសម្ភារៈបង្គំផ្សេងៗទៀតសូមអរគុណ